ថ្ងៃនេះខ្ញុំនាំពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យមកឈៀលជាមួយខ្ញុំអញ្ចឹងហើយខ្ញុំបានបើកឡានពីផ្សារតាពាំងដៅរហូតមកដល់ខេត្តកំពតបាទហើយនេះសម្រាប់បងប្អូនណាដែលឃើញអាទិះភ្លើងបាទនេះគឺអាទិះភ្លើងហើយខ្ញុំនិយាយមែនបងប្អូនខ្ញុំស្រឡាញ់ទេសភាពបែបហ្នឹងមែនតើបើសិនជាមានអញ្ចឹងនៅក្បែរតែខ្ញុំមិនដឹងខ្ញុំសប្បាយចិត្តប៉ុណ្ណាហើយទីបំផុតខ្ញុំបានមកដល់កន្លែងបងប្អូនបាទហើយឥឡូវនេះគឺដើរមើលទេសភាពទីសិនព្រោះមានអារម្មណ៍ថាខានឃើញទឹកភ្លៀងយូរច្រឡំខានឃើញទឹកជ្រោះយូរហើយនេះគឺជាកន្លែងអង្គុយរបស់យើងបាទក៏ដូចជាមានហាងកាហ្វេមួយនៅក្បែរហ្នឹងផងដែរហើយនេះគឺជាត្រីខម៉ាយសមុទ្របងប្អូនយើងហូបមីទេអញ្ចឹងវាធម្មតាអញ្ចឹងហើយខ្ញុំក៏បន្ថែមត្រីខម៉ាយសមុទ្រនេះចូលជាមួយមីដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់បងប្អូនហើយសម្រាប់ត្រីខម៉ាយសមុទ្រនេះដែរបងប្អូនចង់គោះភ្លាមហូបភ្លាមក៏បានដែរបងប្អូនដែលបងប្អូនមិនបាច់ថែមគ្រឿងមិនបាច់ចំអិនញ៉ៃៗក៏ហូបបានដែរអត់មានស្កាតមកអត់មានធុងក្លិនអីទេហើយបើសិនជាបងប្អូនយកទៅឆាឬក៏ធ្វើអីផ្សេងទៀតរឹតតែឆ្ងាញ់តែម្ដងបងប្អូនទិញដាក់តាមឡានដូចខ្ញុំមិនថាទៅបោះតង់ឬក៏តាណាគឺស្រួលមែនទែនគាត់ភ្លាមញ៉ាំភ្លាមមិនដែរបងប្អូនបានមកខ្ញុំឈៀលហើយមានអារម្មណ៍ថាចង់ឈៀលតាមខ្ញុំអត់អូខេកុំភ្លេចធ្វើតាមខ្ញុំ